បាទជំរាបសួរបងប្អូនទាំងអស់គ្នាសូមធ្វើការវិភាគទៅលើទីផ្សារមាសដូចតទៅសម្រាប់ទីផ្សារមាសយើងឃើញថាកាលពីម្សិលមិញរហូតមកដល់ព្រឹកថ្ងៃនេះតែម្ដងឃើញថាសន្ទុះទីផ្សារមាសគឺមានការធ្លាក់ចុះចំនួនជិត$400តែម្ដងនៅក្នុងការធ្លាក់នេះហើយហេតុផលដែលនៅពីខាងក្រោយនោះគឺកត្តាព័ត៌មានមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេមិនមានហេតុផលណាដែលមើលឃើញថាទីផ្សារមាសមានការធ្លាក់ដោយកត្តាព័ត៌មានឡើយអញ្ចឹងហេតុផលដែលធ្វើឲ្យទីផ្សារមាសនេះមានការធ្លាក់មកយ៉ាងច្រើនដូច្នេះក៏ដោយសារតែយើងឃើញថាទីផ្សារមាសហ្នឹងគឺជាការ take profit នៃបងប្អូនដែលគាត់ទទួលបាននៅផលចំណេញទិញតាំងពីតម្លៃក្រោមទៅអញ្ចឹងកត្តាបច្ចេកទេសឃើញថាតំបន់នេះគឺជាតំបន់ overbought មែនទែនណាបងប្អូនទាំងអស់គ្នាហេតុដូច្នេះហើយទៅអ្នក trade នៅក្នុងទីផ្សារមាសនេះក្រោយពីចេញទម្រង់ជា double top កន្លែងនេះគឺជា reversal pattern បន្ទាប់មកគឺគេចាប់ផ្ដើម take profit អញ្ចឹងនៅពេលដែលទីផ្សារពេញមួយពិភពលោកឃើញ take profit បន្ទាប់មក trader មាសទាំងអស់ធ្វើតាមគ្នាបានរុញច្រានឲ្យមានការលក់ចេញជាទម្រង់នៃការ take profit ហ្នឹងកាន់តែច្រើនទៅធ្វើតាមគ្នាទៅបង្កឲ្យមានការធ្លាក់ចុះនៃទីផ្សារមាសដូចនេះណាបងប្អូនទាំងអស់គ្នាកត្តា fundamental កត្តាព័ត៌មានមិនទាន់ឃើញអ្វីដែលរុញច្រានឲ្យទីផ្សារមាសនេះធ្លាក់នោះទេលំហូរទីផ្សារមាសនៅតែលំហូរឡើងដដែលតាក់ទងទៅនឹងកត្តាសេដ្ឋកិច្ចភូមិសាស្ត្រនយោបាយអ្វីហ្នឹងបាទអញ្ចឹងនេះគឺជាការធ្លាក់ចុះនៃទីផ្សារមាសប្រហែលជាជិត$400តែម្ដងអញ្ចឹងឥឡូវយើងធ្វើផែនការថ្ងៃនេះថាតើយើងគួរបន្តទិញឬក៏ត្រៀមទិញឬក៏ត្រៀមលក់នៃទីផ្សារនេះតែម្ដងអញ្ចឹងវីដេអូមួយនេះគឺធ្វើការវិភាគត្រឹមតែថ្ងៃនេះប៉ុណ្ណោះបាទអញ្ចឹងយោងតាមកត្តាលំហូរទីផ្សារមាសនៅតែមានលំហូរឡើងហើយការធ្លាក់ចុះនេះគឺជាការធ្លាក់ចុះនៃការ take profit ហើយឃើញថាធ្លាក់មកគួរសមដែរឥឡូវនេះខ្ញុំសូមណែនាំនៅវិធីសាស្ត្រឬក៏ការប្រើប្រាស់នៅ indicator ចំនួន2ដើម្បីត្រៀមបានចូលទីផ្សារនេះតែម្ដងបាទអញ្ចឹងនេះគឺជាខ្សែ EMA ខាងក្រោមគឺជាខ្សែ EMA ហើយនេះគឺជាប្រឡាយទឹករបស់វាអញ្ចឹងពីដើមមកនេះយើងមិនទាន់ឃើញទីផ្សារមាសនឹងធ្លាក់ចូលទៅក្នុងចន្លោះខ្សែ EMA ទាំងពីរនឹងទេដែលវាដើរតួនាទីជា dynamic support ហើយមកដល់ព្រឹកនេះគឺយើងឃើញថាបានលូកចូលណាលូកចូលហើយក៏បានបញ្ចេញអាការៈជាទម្រង់ស្រមោលវែងគួរសមដែលបញ្ជាក់ថាកម្លាំងអាចឱកាសនៃការឡើងថ្លៃទៅវិញនៃទីផ្សារនេះតែម្ដងអញ្ចឹងសម្រាប់ផែនការនៅក្នុងថ្ងៃនេះតែម្ដងនេះគឺជាតំបន់បាទនៅក្នុងចន្លោះនេះបាទនៅក្នុងចន្លោះហ្នឹងគឺនៅពេលដែលទីផ្សារធ្លាក់ចូលមកណាកន្លែងនេះគឺជាកន្លែងដែលយើងត្រៀមធ្វើការបាយត្រឡប់ឡើងទៅវិញបាទធ្វើការបាយត្រឡប់ឡើងទៅវិញអញ្ចឹង indicator នេះគឺជាខ្សែទឹកណាដើរតួនាទី support តែម្ដងនៅក្នុងថ្ងៃនេះមួយវិញទៀតគឺយើងឃើញថាទីផ្សារដែលធ្លាក់ចុះមកគឺជាទម្រង់ double top បាទហើយវាបានមកបុកបំបែកនៅតំបន់ support វាកន្លែងនេះតែម្ដងណាធ្លាក់មកអញ្ចឹងនេះគឺជាសញ្ញាមួយណាគេហៅថាដូរពី uptrend មក downtrend ប៉ុន្តែសញ្ញានេះមិនតាន់ជាសញ្ញាខ្លាំងទេបងប្អូនទាំងអស់គ្នាវាគ្រាន់តែជាសញ្ញា warning មួយប៉ុណ្ណោះកត្តា fundamental មិនបានបញ្ជាក់ទេណាអញ្ចឹងឱកាសនៃការឡើងទៅវិញនៃទីផ្សារមាសគេហៅថាប្រចាំថ្ងៃ retracement ឡើងទៅវិញនេះគឺអាចមានណាដរាបណាទីផ្សារមិនតាន់ណាបុកធ្លាក់ចុះមកក្រោមតម្លៃម្ដុំ39.00នេះទេទីផ្សារនៅតែមានឱកាសឡើងទៅវិញអញ្ចឹងយើងរងចាំឱកាសកន្លែងនេះធ្វើការបាយត្រឡប់ទៅវិញតែម្ដង indicator នេះល្អណាស់បងប្អូនទាំងអស់គ្នាដាក់រួមបញ្ចូលជាមួយនឹង indicator មួយទៀតនេះគឺជាសញ្ញា buy sell តែម្ដងអញ្ចឹងឥឡូវនេះគឺយើងមិនទាន់ឃើញសញ្ញា buy កើតឡើងទេអញ្ចឹងប្រសិនបើយើងនៅលើ time frame 4ម៉ោងនេះគឺយើងមិនទាន់មានឱកាសបានចូលទីផ្សារទេណាបងប្អូនទាំងអស់គ្នាអញ្ចឹង
តើយើងត្រូវរងចាំឲ្យទីផ្សារហ្នឹងមានសញ្ញាបាយកើតឡើងសិនណាបងប្អូនទាំងអស់គ្នាអញ្ចឹងនៅលើ time frame 4ម៉ោងអត់មានទេអញ្ចឹងបងប្អូនអាចទម្លាក់ណាអាចទម្លាក់ time frame អាចទម្លាក់ time frame ទៅ time frame ទៀបដើម្បីយើងរកឱកាសចូលទីផ្សារអញ្ចឹងយើងទម្លាក់ time frame ទៅ1ម៉ោងពេលហ្នឹងយើងឃើញថាសញ្ញាបាយគឺបានកាត់ឡើងហើយនេះឃើញទេបាទបងប្អូនទាំងអស់គ្នាមានបានកាត់ឡើងហើយអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលបងប្អូនត្រូវហ៊ានសម្រេចចិត្តណាហើយនេះគឺជាសញ្ញានៃការបាយតែម្ដងប្រសិនបើសួរខ្ញុំឥឡូវនេះគឺយើងអាចបាយបានតែម្ដងណាហើយអ្វីដែលយើងនិយាយអំពី risk management នោះយើងត្រូវតែដឹងថានេះគឺជាតំបន់ low របស់ទីផ្សារអញ្ចឹងប្រសិនបើទីផ្សារធ្លាក់ចុះពីតម្លៃបច្ចុប្បន្នមកក្រោមវិញនេះបងប្អូនទាំងអស់គ្នាគឺវាខ្ទង់ជាង$100អញ្ចឹងបងប្អូនត្រូវតែប្រកាសថាប្រសិនបើទីផ្សារធ្លាក់មកដល់ស្រមោលរបស់វាខាងក្រោមនេះគឺ$100ដើមទុនរបស់បងប្អូនគឺអូខេអាហ្នឹងគឺ stop loss របស់យើងគឺនៅក្រោមហ្នឹងណាបងប្អូនទាំងអស់គ្នាឬក៏បងប្អូនអាចចាំទីផ្សារហ្នឹងធ្លាក់ចុះមកក្រោមខ្ទង់ 50% សិនចាំបងប្អូនចូលនោះការដាក់ stop loss របស់យើងគឺកាន់តែខ្លីកាន់តែតិចណាបងប្អូនទាំងអស់គ្នាប៉ុន្តែប្រសិនបើបងប្អូនរងចាំក្រៃលោតទីផ្សារមិនមកក្រោមហើយវាទៅលើយើងក៏បាត់ឱកាសអញ្ចឹងជាយោបល់របស់ខ្ញុំគឺបងប្អូនអាចចូលជា zone ចូលជាការរាយposition ចូលទីផ្សារអញ្ចឹងចាត់ទុកថាឥឡូវកន្លែងនេះគឺជាកន្លែងដែលបងប្អូនចូលគេហៅថា first position ឬក៏គ្រាប់ទី1អញ្ចឹងទៅណាយើងអាចយកមួយ lot ចិញ្ច្រាំចេញជា5 position អញ្ចឹងទៅបន្ទាប់មក$20ទៅ$30គឺបងប្អូនធ្វើការចូលរាយនៅខាងក្រោមនេះណាកន្លែងហ្នឹងពីព្រោះហេតុអីបានដាក់ចន្លោះរហូតដល់$20-30ដោយយោងទៅតាមកត្តានៃការដើររបស់ទីផ្សារមាសមួយបង្គោលយើងមើលឃើញហើយណាយើងមើលឃើញហើយនេះគឺ time frame 1ម៉ោងឥឡូវឧទាហរណ៍ថាមួយបង្គោលនេះអញ្ចឹងគ្រាន់តែមួយបង្គោលនេះគឺវាចូលខ្ទង់$90បាត់ទៅហើយអញ្ចឹងយើងគិតមើលណាទីផ្សារមាសគឺការឡើងចុះនៅក្នុងថ្ងៃនេះឬក៏ការពីម្សិលមកដល់ឥឡូវនេះគឺខ្លាំងណាស់មួយបង្គោលចូលមិនក្រោម$50ទេបងប្អូនអរគ្នាបាទអញ្ចឹងគឺជាកម្លាំងដើរខ្លាំងមែនទែននៅក្នុងថ្ងៃនេះអញ្ចឹងបងប្អូនទាំងអស់គ្នាចូលត្រូវតែមាន SL ហើយมันអាចចូលដោយប្រើប្រាស់នៅការមិនគណនាដើមទុនរបស់យើងឧទាហរណ៍ថាដើមទុនរបស់យើងអាចទប់បាន$100ដែរទេនៅពេលដែលយើងចូលផ្សារគ្រាន់តែ0.01ទេណានេះបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់ការវិភាគខ្លីៗដោយប្រើប្រាស់នៅ tool ចំនួន2នេះខ្ញុំសូមណែនាំថ្ងៃនេះសង្ខេបមកវិញឥឡូវនេះគឺទីផ្សារបានចូលខ្លួនទៅក្នុងតំបន់បាយទៅវិញបាទហើយនៅក្នុង time frame 4ម៉ោងនេះគឺយើងរងចាំឲ្យឃើញសញ្ញាចូលបាយនេះកើតឡើងណាអញ្ចឹងគឺអត់តាន់ទេប៉ុន្តែនៅក្នុង time frame 1ម៉ោងគឺវាបានកើតហើយអញ្ចឹងនេះគឺជាសញ្ញានៃការបាយឡើងទៅវិញនៃទីផ្សារមាសនេះតែម្ដងអញ្ចឹងយើងបាយហើយបន្ទាប់មក SL របស់យើងគឺនៅក្រោមហ្នឹងប្រហែលជា$100ហ្នឹងអញ្ចឹងផលចំណេញរបស់យើងវិញក៏ប្រហែលប៉ុណ្ណឹងដែរណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងនេះជាការចែករំលែកខ្លីៗនៃទីផ្សារសរុបមកវិញគឺការធ្លាក់ចុះនៃទីផ្សារមាសនេះគឺជាការ take profit តគ្នាណាធ្វើឲ្យទីផ្សារហ្នឹងមានការធ្លាក់ចុះកត្តា fundamental កត្តាព័ត៌មានមិនមានហេតុផលអ្វីបញ្ជាក់ថាទីផ្សារមាសគឺមានការធ្លាក់នោះទេមិនទាន់មាននៅឡើយទេបាទរឿងអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅតែបន្តនៅតែមានតម្រុយនៃការទម្លាក់ការបិទរដ្ឋាភិបាលនៅតែមានអញ្ចឹងការធ្លាក់នេះគឺជាការធ្លាក់ correction គឺជាការធ្លាក់នៃការ take profit តគ្នាតែប៉ុណ្ណោះណាបងប្អូនអរគ្នាអញ្ចឹងបើកន្លែងនេះគឺជាតំបន់ត្រៀមបាយត្រឡប់ឡើងទៅវិញបាទអញ្ចឹងនេះគឺជាការវិភាគខ្លីៗហើយនៅក្នុងថ្ងៃនេះនៅក្នុង time frame 1ម៉ោងគឺមានសញ្ញាបាយហើយណាបងប្អូនអរគ្នាគឺបងប្អូនអាចសម្រេចខ្លួនឯងបាននៅកន្លែងនេះបាទអញ្ចឹងសូមអរគុណហើយសូមឲ្យបងប្អូនទាំងអស់គ្នាទទួលបាននៅផលចំណេញគ្រប់គ្នាបាទសូមអរគុណសូមជម្រាបលា